អាយុដំនួនផារតប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំប្រគល់អង្គចំនួន10តោនអង្គរឹងមានមុងចំនួន200ថវិកាចំនួន18លានរៀលនិងប្រេងសាំងចំនួន1000លីត្រជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំខេត្តកំពង់ធំនៅព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025អាយដាមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានដឹកនាំសហការីនៃថ្នាក់ដឹកនាំខេត្តអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខណែនាំនិងប្រគល់ភារកិច្ចមួយចំនួនព្រមទាំងបានឧបត្ថម្ភនៅអង្គចំនួន10តោនអង្គរឹងមានមុងសម្រាប់កងទ័ពចំនួន200អង្គរឹងថវិកាចំនួន18លានរៀលនិងប្រេងសាំងចំនួន1000លីត្រជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគទី4ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើងថ្លែងសន្ទរកថាស្វាគមន៍និងបានរាយការណ៍ជូនអាយដាមនួនផារតនិងប្រតិភូអំពីភារកិច្ចរបស់កងយោធពលខេមរៈភូមិន្ទពិសេសភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ដែលបច្ចុប្បន្នកំពុងត្រៀមបំរុងដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទនិងអាយុធមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងភារកិច្ចការពារបូរណភាពទឹកដីភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនិងជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំអាយុធមនួនផារតក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានថ្លែងនឹងការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈអាយដាមនួនផារតបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនាព្រះមហាក្សត្រនិងការពារបូរណភាពទឹកដីព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះនិងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យទទួលបានលទ្ធផលល្អបន្ថែមទៀតឧត្តមសេនីយ៍តូសំសុនតំណាងឲ្យនាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាយដាមនួនផារតដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនៅរាល់ការលំបាកផ្សេងៗជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលកន្លងទៅក៏ដូចជាថ្ងៃនេះនឹងបានសូមគោរពជូនពរអាយដាមប្រធានព្រមទាំងប្រតិភូទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយ